ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះ Molin ថ្ងៃនេះខ្ញុំនឹងមកបកស្រាយនៅមេរៀនមួយដែលស្ថិតនៅក្នុងជំពូកទី4គឺកង្វក់នៃការត្រួតពិនិត្យមេរៀនទី4គឺមេរៀនសម្រាមដែលក្នុងមេរៀននេះដឹកនាំដោយលោកគ្រូ Helmero អញ្ចឹងមុននឹងឈានទៅដល់ការបកស្រាយរបស់មេរៀនខ្ញុំក៏បីយល់នៅមាតិការបស់មេរៀនជាមុនសិនអញ្ចឹងទី1គឺលក្ខណៈទូទៅទី2ប្រភពសម្រាមទី3ផលអាក្រក់នៃសម្រាមនិងទី4គឺវិធានការគ្រប់គ្រងសម្រាមពិភពលោកកំពុងតែមានការបារម្ភពីបញ្ហាសម្រាមគេបារម្ភដោយសារតែសម្រាមនឹងគឺវាបង្កនូវផលអាក្រក់ច្រើនមែនទែនទៅដល់ពិភពលោកដល់ជីវៈរស់ទាំងអស់មិនថាមនុស្សសត្វឬរុក្ខជាតិគឺប៉ះពាល់ខ្លាំងមែនទែនចឹងទាំងនេះគឺបណ្ដាលមកពីកំណើនចំនួនប្រជាជនកំណើនកម្រិតជីវភាពរស់នៅកំណើននគរូបនីយកម្មនិងកំណើនឧស្សាហកម្មអញ្ចឹងកំណើនចំនួនប្រជាជនរស់នៅវាបណ្ដាលមានសម្រាមដោយសារអីដោយសារតែកាលណាប្រជាជនកាន់តែច្រើនតម្រូវការប្រើប្រាស់គឺកាន់តែច្រើនឡើងអញ្ចឹងធ្វើឲ្យសម្រាមគឺចោលច្រើនឡើងទៅតាមនឹងដែរទៅពេលកំណើនកម្រិតជីវភាពរស់នៅគឺកាលណាជីវភាពកាន់តែរីកចម្រើនតម្រូវការប្រើប្រាស់គឺកាន់តែខ្ពស់ទៅហើយសម្បីតែសម្ភារៈគឺច្រើនឡើងថែមទៀតផងទៅពេលកំណើននគរូបនីយកម្មគឺនិយាយពីការសាងសង់មិនថាសាងសង់អីគឺតែងតែបង្កឲ្យមានសម្រាមដោយសារតែពេលដែលយើងសាងសង់ទៅគឺមានសំណល់ដែលវានៅសល់ឬមួយក៏បាក់បែកអីផ្សេងជាដើមដល់ពេលឧស្សាហកម្មវិញគឺសម្រាមដែលចេញពីរោងចក្រឧស្សាហកម្មឧទាហរណ៍ដូចជាកង់ឡានអីហ្នឹងគឺចេញពីរោងចក្រផលិតកង់ឡានអីហ្នឹងអាហ្នឹងគឺជាសម្រាមដែលខាងរោងចក្រគេបានបោះបង់ចោលអញ្ចឹងកត្តាទាំងនេះបាននាំមកនៅបរិមាណសំណល់កាន់តែច្រើននៅប្រទេសឧស្សាហកម្មដូចជានៅសហរដ្ឋអាមេរិកជប៉ុនបារាំងសិង្ហបុរីក៏ដូចជានៅប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសឥណ្ឌានិងកម្ពុជាជាដើមការទុកដាក់មិនបានត្រឹមត្រូវនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្សសត្វក៏ដូចជាប៉ះពាល់ដល់បរិស្ថានផងដែរចុះយើងចូលទៅដល់ចំណុចទី1គឺនិយមពីលក្ខណៈទូទៅរបស់សម្រាមដូចដែលហៅថាសម្រាមចឹងសម្រាមគឺជាសំណល់ដែលគេបានបោះបង់ចោលឬចាក់ចោលនៅកន្លែងផ្សេងគ្នាដោយសារតែគេលែងត្រូវការវាទៀតអញ្ចឹងរបស់អីក៏ដោយតែកាលណាយើងលែងត្រូវការវាគឺយើងបោះចោលវាអានឹងដែលគេហៅថាសម្រាមគឺយើងអត់ត្រូវការវាទៀតទេប៉ុន្តែបច្ចុប្បន្ននៅលើពិភពលោកសំណល់ជាច្រើនត្រូវបានគេប្រមូលកែច្នៃដើម្បីយកទៅប្រើប្រាស់ឡើងវិញចឹងដូចដែលយើងដឹងហើយសំណល់ណាដែលគេអាចកែច្នៃឡើងវិញគឺគេយកទៅកែច្នៃឡើងវិញដើម្បីជួយកាត់បន្ថយសម្រាមដែលមាននៅលើពិភពលោកវាអាចជួយកាត់បន្ថយបានខ្លះដែរអញ្ចឹងគឺគេអាចកែច្នៃបានហើយតើគេចែកសម្រាមជាប៉ុន្មានប្រភេទអញ្ចឹងសម្រាមត្រូវគេបែងចែកទៅជា4ប្រភេទគឺសម្រាមលំនៅឋានសម្រាប់ឧស្សាហកម្មសម្រាប់ទីផ្សារនិងសម្រាប់មន្ទីរពេទ្យដែលសម្រាប់លំនៅឋាននោះគេនិយាយពីកន្លែងដែលយើងរស់នៅប្រចាំថ្ងៃសម្រាប់ដែលចេញពីកន្លែងដែលយើងរស់នៅគឺសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះឯហ្នឹងគឺជាសម្រាប់នៅឋាននៃពេលសម្រាប់ឧស្សាហកម្មគឺដូចរោងចក្រឧស្សាហកម្មអីចឹងគឺបញ្ចេញនៅកាកសំណល់ផ្សេងឬមួយក៏បញ្ចេញចោលនៅសម្រាប់ដែលគេលែងត្រូវការវាហ្នឹងគឺជាសម្រាប់ដែលចេញមកពីឧស្សាហកម្មសម្រាប់ទីផ្សារដូចទីផ្សារដែលយើងលក់ដូរសប្តាហ៍ហ្នឹងដែលមានបន្លែផ្លែឈើសាច់ឬមួយក៏សម្ភារៈផ្សេងនិយាយទៅសម្ភារៈចម្រុះដែលនៅក្នុងទីផ្សារគេបោះចោលវាអាហ្នឹងคล้ายទៅជាសម្រាប់ទីផ្សារអាហ្នឹងមានក្លិនអាក្រក់សម្រាប់ទីផ្សារគឺក្លិនវាអាក្រក់ដោយសារតែដូចបន្លែដែលអលួយអីឬមួយក៏សាច់ដែលអលួយគេបោះចោលអញ្ចឹងគឺប៉ះពាល់ដល់សុខភាពមនុស្សខ្លាំងមែនតើហើយដល់ពេលសត្វដែលមកពំអាសម្រាប់ហ្នឹងក៏វាបង្កជំងឺអាក្រក់ប៉ះពាល់ខ្លាំងដូចគ្នាហើយទី4នោះគឺសម្រាប់មន្ទីរពេទ្យសម្រាប់មន្ទីរពេទ្យហ្នឹងមានដូចជាសារ៉ាំងមកចូលឬមួយក៏សំដៃម៉ាស់ដបកលដែលចេញពីមន្ទីរពេទ្យដែលគេបោះបង់ចោលដោយសារតែមេរោគនោះគឺជាសម្រាប់នៅក្នុងមន្ទីរពេទ្យសម្រាប់ដែលចេញមកពីមន្ទីរពេទ្យហ្នឹងឯងនេះគឺជារូបភាពដែលបង្ហាញនៅការចោលសម្រាមរបស់មនុស្សម្នាក់ដែលនៅប្រទេសអភិវឌ្ឍអញ្ចឹងក្នុងមួយថ្ងៃគេចោលសម្រាមដល់ទៅ2គីឡូក្នុងមួយសប្តាហ៍អាចឈានទៅដល់14គីឡូក្នុងមួយខែគឺ60គីឡូ
chẳng không một năm cứ cho sập bị lộn chứ cắt mở có sân ba mà mình nè không mà ngày cho tập bị lội tại bữa không một năm cứ mình tầm mình đứa ta mà nè cứ chọn nè nó không có tay môi cứ mình được tràn nè khăn mình tán chẳng bữa không một năm mình được mình nè cho số mèo ban cho sập bị lội cháu bớt chọn nè mình thôn pan đây cần tại khăn hết cứ việc bằng coi miếng phở tràn mình tán chẳng cho đó cho nội tivi cứ bảo hộp sầm ràm các tranh pi bảo hộp sầm khăn pi cứ mà nấu hay nâng thò mà triệt bảo hộp sầm ràm đã mong co đôi mà nấu miệng được chia một tí pet chẳng bảo hộp sầm ràm từ bồn kia nó cứ một tí pet nhưng đang ngay tha mà tí pet cứ chia cả lạnh đẹp tục này cho người chẳng sầm ràm đã tranh pi một tí pet miền một chỗ miền ma miền sòng đây ấy chân từ nó cứ sao ta sầm ràm trên một tí bẹt tập về làm nơi than sầm ràm trên pin nơi than cứ đôi là bỏ đại dương pra sọc ngay nó không te hay dương lên thời ca vía chẳng sầm ràm tụi anh nó đôi chùm này ha đại dương nhâm hoi luôn mới có cả sầm nọp sen và thọ bạn bay không te ấy nó cứ sao ta sầm ràm trên pin làm nơi than này tập về sầm ràm trên pin phơi trên than miền được chia đôi mà hộp ha cả sầm nó là trên pi phơi trên than cái lại cái cha mà hộp cha ấy cái lại này cái phơi ha ấy nó rồi mới có cao bạc bay anh chỉ tới tại là bỏ na để trên pi phơi trên than cứ chiếc sầm ràm để trên pi phơi trên than tập về sầm ràm để trên pi ti xa lụt đồ sầm ràm trên pi ti xa lụt đồ mình được chia lại chơi sạch vậy tới tiếp xa với mình tại tiếp xa đại lụa lại nó nghe cứ tu từ cái lạnh để cây lụa nôm rồi môi cò cái lạnh để cây lụa ấy xanh xong thì đã ấy xanh hay xem em để tranh pi cái lạnh nó cứ sao tài chiếc sầm ràn để tranh pi tiếp xa lụa đố hay được đang xả với tha là không tiếp xa được nơi xa ấy nằm quanh chừng trắng xem em ấy lại chơi ấy nó cứ kẹp bao trao co rồi cái này nơi cái lành mà đông muối có bàn tay với miền khăn sai pia ạc hoặc là mình tán hay biết phải ba bọt đâu soกับmình nụ khăn nè chấm xem làm tranh pi sân tha kia xem làm tranh pi sân tha kia để mình được chia cái mẹ bốc rồi môi có ấy xe để tranh pi sân tha kia nó cứ sẽ tài chia xem làm để tranh pi sân tha kia để việc ba bọt từ đó bị phục lục được cái nhiều hay đọc về sầm ràm trên pi sala riên sầm ràm trên pi sala riên miền đôi đọc tắc cái chọc nôm ấy cả tắc ấy đài phô pi plastic ấy môi có thang ấy môi trắng cứ chứ sầm ràm để trên pi sala riên hay nơi sợ ngày nắng sầm ràm trên pi sala riên cứ nơi ta bẩn to can láng pi một ngày tới một ngày hay vía ba bó tự đo sau gặp hiệp rồi bo xa nụ sơ rư môi cò lục cái đôi này cái đôi ấy xem trong tơ hay sầm ràm tranh pi rong chậu xạ cam sầm ràm tranh pi rong chậu xạ cam miên sầm ràm con lan trong ưu tiên họ rong chợ đạiផលិត con lan chẳng cana cáiផលិត kho rư môi cò con lan nó bia đôi cáiផលិត kho phải chay cái té hay cái ai cho vía từ phở bàn chẳng cái bao chó nó cứ chia sầm ràm để tranh pi rong chợ chẳng rong chợ mền miên tại mà bậc phe đây cứ rong chợ viên miên hồng chợផលិត cả ai người em xem xe rồi môi có ấy tiết chẳng tại cana sầm ràm để tranh vì rong chợ nam muốn chẳng cái ai hơi thắt sầm ràm để tranh vì rong chợ bàn chẳng đôi cả ai để tranh vì rong chợ ấy chẳng đây cái bao chó là nó còn chia sầm ràm rong chợ đây về xuân cho ba sa thiền ạ chứ sầm ràm tam xuân cho ba sa thiền ạ miền lúa nhâm miền thang miền kẹo tóc miền ấy xanh trắng đôi dương nhâm hơi với dương bỏ cho tam thông sầm ràm thầm thời tới cứ việc sơi trở về nhà hai ấy tết rồi sao tại vì mình khăn pia trên một khéo đây ba bỏ đó sau cái phim rồi bỏ mình nụ sạt ấy tay được khăn hụt nào chẳng cứ cái bỏ cho tay vi chọn bay tới vi hia thùng hệ thống cứ vì hia trên một khéo chẳng cái đã là lửa ật chẳng về đây nè đa hạt ra được môi nè màu quý cái đây tha cái mà xuân cho ba đầm bay đa cầm san đa hạt ra được môi còn quay đầm bay
រំសាយអារម្មណ៍ stress ឬមួយក៏អង្គុយលេងស្រូបយកខ្យល់អាកាសតែដល់ពេលមកដល់ជប់សម្រាមអញ្ចឹងគឺវាប៉ះពាល់ទៅដល់សុខភាពមនុស្សខ្លាំងមែនតើវាភាយចេញតែក្លិនអត់ល្អអញ្ចឹងទៅដល់ពេលតាមមណ្ឌលទេសចរគឺសម្រាប់តែចេញពីមណ្ឌលទេសចរគឺនៅតាមមាត់សមុទ្រមាត់ឆ្នេរអីចឹងសម្រាប់ពីពេញនឹងអញ្ចឹងវាពិតជាបង្កនៅលក្ខណៈអាក្រក់វាមើលទៅវាអត់ស្អាតវាអត់ល្អវាអត់តាក់ទាញភ្ញៀវទេសចរហើយវាធ្វើឲ្យសុខភាពមនុស្សឈឺទៀតហើយដល់ពេលតែកាលណាអាសម្រាមទាំងអស់ហ្នឹងវាចូលទៅក្នុងទឹកសមុទ្រពេលដែលមនុស្សទៅលេងទឹកសមុទ្រហ្នឹងគឺច្រឡងអាមេរោគហ្នឹងចូលទៅក្នុងខ្លួនមនុស្សគឺវាឈឺមកតង់ទៀតចឹងទៅអញ្ចឹងយើងអត់ត្រូវចោលសម្រាមតាមមាត់ឆ្នេរនេះទៅគឺអត់ត្រូវចោលសម្រាមផ្ដេសផ្ដាស់នៅតាមទីសាធារណៈឯងយើងត្រូវដាក់ក្នុងធុងសម្រាមឲ្យធំត្រូវអញ្ចឹងតើកត្តាធម្មជាតិអ្វីខ្លះដែលបង្កឲ្យកើតមានឡើងនៅសម្រាមនេះគឺជារូបភាពសម្រាមអញ្ចឹងកត្តាទាំងនោះដែលកើតពីធម្មជាតិហ្នឹងគឺមានដូចជាព្យុះអញ្ចឹងកាលណាដែលមានព្យុះគឺខ្យល់ព្យុះហ្នឹងវាគួចអាសម្រាមហ្នឹងទៅគ្រប់ទីកន្លែងដោយសារកម្លាំងខ្យល់ហ្នឹងវាធ្វើឲ្យសម្រាមសាយភាយវាប៉ាងទៅកន្លែងផ្សេងអញ្ចឹងទៅអញ្ចឹងវាបំផ្លាញបរិស្ថានមួយដែរទឹកជំនន់នោះយើងដឹងស្រាប់ហើយថាតែកាលណាមានទឹកជំនន់លិចទឹកលិចអីចឹងអាសម្រាមហ្នឹងវាតែឡើងលើទឹកហ្នឹងធ្វើឲ្យវាបំផ្លាញបរិស្ថានហ្នឹងនិយាយទៅវាតែមកលើទឹកហ្មងហើយវាធ្វើឲ្យបរិស្ថានមើលទៅវាអត់អនាម័យហ្មងធ្វើឲ្យប្រទេសហ្នឹងវាធ្លាក់ដុនដាបដោយសារតែអាសម្រាមហ្នឹងវាធ្វើឲ្យមុខមាត់ប្រទេសជាតិធ្លាក់តាមហ្នឹងដូចវាតែសម្រាមអញ្ចឹងទៅគេមើលមកវាអត់អនាម័យក៏ខាច់មែនតែនហើយធ្វើឲ្យអាចស្ទះលូស្ទះអីទៀតពេលរញ្ជួយដីធ្វើឲ្យបែកបាក់សំណង់ផ្ទះអីផ្សេងយើងដឹងហើយរញ្ជួយដីនៅជប៉ុនធ្វើឲ្យបែកបាក់ផ្លូវថ្នល់ផ្ទះអីចឹងហើយធ្វើឲ្យមានផលវិបាកធ្វើឲ្យមានសម្រាមទៅដល់ប្រទេសទៀតបន្ទប់ភ្នំភ្លើងកាលណាដែលវាផ្ទុះចេញមកវាបញ្ចេញនៅកម្អែភ្នំភ្លើងដែលអាហ្នឹងគឺអាចជាសម្រាមមួយដែរហើយដល់ពេលជាទូទៅសម្រាមទាំងអស់នេះជាប្រភពមេរោគសពបែបយ៉ាងសម្រាមបានបង្កគ្រោះថ្នាក់ដល់ជីវៈមនុស្សសត្វនិងរុក្ខជាតិតាមរយៈសត្វរុយដែលជាភ្នាក់ងារចម្លងមេរោគយ៉ាងសំខាន់ចឹងនេះរូបភាពរុយរូបភាពពីរហ្នឹងគឺជារូបភាពរបស់រុយហើយរុយហ្នឹងគឺជាភ្នាក់ងារចម្លងមេរោគដោយថារុយហ្នឹងទៅទុំនៅលើសម្រាមឬមួយក៏ទុំនៅលើរបស់ក៏ខាច់ទុំលើលិមួកហើយតមកវាហោះមកទុំនៅលើចំណីអាហាររបស់យើងញ៉ាំអញ្ចឹងវាជាភ្នាក់ងារចម្លងមេរោគដោយសារតែវាមកទុំលើអីដែលយើងញ៉ាំទាំងដែលវាទៅតែមកទុំទាំងដែលវាទៅតែទុំពីអីដែលក៏ខាច់ហើយមកទុំលើអីដែលយើងញ៉ាំហើយពេលដែលយើងញ៉ាំចូលទៅធ្វើឲ្យយើងឈឺពោះឬមួយក៏រាគរូសផ្សេងទៅហើយមានការជំងឺអញ្ចឹងដល់ពេលចូលនេះគឺជាបញ្ហាតាផ្សេងដែលបង្កឲ្យមានសម្រាមអញ្ចឹងចូលមកដល់ចំណុចទី3គឺផលអាក្រក់នៃសម្រាមនៅប្រទេសជាច្រើនការចាក់សម្រាមនៅកន្លែងចាក់សម្រាមគឺជាវិធីមូលដ្ឋានដែលគេប្រើប្រាស់សម្រាប់បោះចោលសំណល់ពីទីក្រុងប្រសិនបើការគ្រប់គ្រងសម្រាមមិនបានល្អបណ្ដាលឲ្យប៉ះពាល់ដល់សភនភាពទីក្រុងឬប្រទេសជាតិនិងគុណភាពបរិស្ថានក៏ដូចជាសុខភាពមនុស្សសត្វផងដែរដូចដែលយើងដឹងស្រាប់អីថាបើសិនបើសម្រាមនឹងគ្រប់គ្រងឲ្យបានល្អទេចោលពាសកាលអត់មានកន្លែងដាក់សម្រាមធំត្រូវអត់មានកន្លែងចាក់សម្រាមធំត្រូវធ្វើឲ្យបរិស្ថាននៅប្រទេសយើងហ្នឹងគឺពោពេញទៅដោយសម្រាមហើយកាលណាមនុស្សដើរទៅវិញទៅមកស្រូបអាក្លិនសម្រាមហ្នឹងវាធ្វើឲ្យប៉ះពាល់សុខភាពហើយបើសត្វហ្នឹងទៅពំអាសម្រាមដែលរលួយដែលស្អុយដែលគេបោះបង់ចោលហ្នឹងក៏អាចប៉ះពាល់ដល់សុខភាពសត្វផងដែរតើអ្នកដឹងទេថាសម្រាមបង្កឲ្យមានផលប៉ះពាល់អ្វីខ្លះអញ្ចឹងសម្រាមបង្កឲ្យមានផលប៉ះពាល់ជាច្រើនដូចជាមានការបំពុលទឹកនៅលើដីការបំពុលទឹកក្នុងដីប៉ះពាល់ដល់គុណភាពដីបង្កឲ្យមាននៅការបំពុលអាកាសប៉ះពាល់ដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ចប៉ះពាល់ដល់សុខភាពមនុស្សនិងរុក្ខជាតិហើយក៏ដូចជាសត្វផងដែរជាងការបំពុលទឹកនៅលើដីទឹកលើផ្ទៃដីមានដូចជាបឹងទន្លេស្ទឹងប្រៃត្រពាំងស្រះពេលដែលមានខ្យល់វាអាចបក់សម្រាមនឹងឲ្យចូលទៅក្នុងប្រភពទឹកដែលនៅជុំវិញនោះ
Dạng vinh tiếp bằng ta một vì tập liếng hô cách còn lạnh tóc sầm rám để đọc tóc vì non dọc nơi xa là thép bó hô cho tập không được phục tập ưu tí hò còn lạnh mà đông nó với miên sầm em nên lên nằng hay nơi chất còn lạnh để cây cho sầm em nó cứ miên phục tóc ưu tí hò thật là rồi mùi stong băng ấy chân tới về để miên tóc liếng chẳng cái nào tóc liếng với hô à sầm em nó ai hô cho tự đo tự lấy rồi mùi à phục tóc này này chất nó hay rồi môi có bé đã mình cho việc bỏ ASMR nâng trâu từ khăn tật nên hay cứ chia ở đây là cái hai thác cả bằng po tận là lỡ đấy cứ cả bằng po sầm rám là lỡ tắc lỡ đầy chấm tắc lỡ đầy nó po quanh tại đây sầm rám hay việc bằng comment rục chỉ tràn sọt bạc vàng p cả bằng po tắc khăn đầy cả bằng po tắc khăn đầy mình đã một vì ca chặt sầm rám mình ban nơi cần lạnh trầm trời về miền pliếng sầm rám tiếng núi tranh cho đẹp tập tránh hôi cho được khung đấy non nó xả thiết tơi chỉ muối xả thiết kim mi tơi chỉ muối đây chỉ tu tới miên triệt bồn chắc ở sầm em nó lơ đấy về đài pliếng miên pliếng anh chắc tắc sầm em tắc cực khởi nó vi triệt cho được khung đây ấy trong vi thua ai bỏng po tắc khung đầy tao máu ba po đo con được hiệp đầy chẳng ca na đài lơ đây miên sầm em chán rôm xanh chỉ muối tắc đài triệt cho được khung đây mà nó mình đa ở đây miền chi chiết rồi cái chiết lụt lo mình ban chẳng bê đà tắc nó vì chếp cho để khăn đây về thua ở đây nó bật băng con ở phía không cả đâm lụt lo vậy rồi cái chiết lụt lo ban hay rồi cái chiết ai slap hay bằng co ai miên nơi ca bằng po là ca chẳng khăn soi nên sầm rám nâng ca đốt sầm rám mình đai miên ca bằng po là ca sầm bô tại đây Usman mình làการนัดสำหรับนาทีสาธิตนะวิเพียคลำไซน้องโจแต่ดอปริยากาทว่าเอาสมบูรณ์มันล้อปะปอดอสกปรกมนุษย์ด้วยขี้เหนียวให้เดเปจะหน่อยมือเทียนน้องคือปะปอดอวิสัยเตจจ้อน้องเศรษฐกิจจังการนัดได้ที่กรงมันสมบูรณ์แต่ได้สำหรับขมิ้นน้ำไม้ถอยพิ้งเตจจ้อหมอลิงกำสั้นเหมือนเป็นจุดน้องสะพานเพียบที่กรงthamต่างทว่าจำนวนเศรษฐกิจจิตอ่อนถอยจังการหาได้ประเทศมีสมัยมช้อนทว่าเพียงแต่ช้อนและมีฉนับอารมณ์มาเลยจะได้ได้สเตะเกี่ยก็ท่าประเทศนั่งกรุบกรองสำหรับอัดบันอ้อบริทานอัดสะอาดจังทว่าไอ้ถอยปะปอดเอาสกปรกเนี่ยดำนาปะปอดเอาสกปรกมนุษย์มันได้การได้ชงเงยจิตราโดยเชี่ยวชงเงยเพลย์ดังห้ามระลิสูบอัดไซชงเงยสันนรกอุริจอกรมประเวียนไปเจดามจังชงเงยเพลย์ดังห้ามในมีโดยเชี่ยวอลิสูบทว่ายังบ่าวดังห้ามแต่มีชงเงยปราศไซชงเงยสันนรกเรียกอวดไอจังเตอร์ให้ชงเงยกรมประเวียนไปนั่นคือเชี่ยวชงเงยเปิ้งมาย่างได้ฉลองตามประหยัดสัตว์กันดองมาย่างเตี้ยกายจะสำหรับลีลองขณีเราไปเอาสันดับทนอบเลยเพลย์ทนอขนมลูตับหนังตีซาเทียนในนี้วงกอปัญหาจิตราโดยเชี่ยการสเตปประปอนลูตักในระดับภาษาน้ำอ่อยเล็กเพลย์ขนมตีกรองรวมคันการทวีจราจรน้องมาได้คอยเพลย์ทนอติพองช่างได้การนาสมัยมันได้จัดลีลองขณีน้องทวีอยากเพลย์ทนอให้เพลย์ทนอให้ลูน้องคือวิวสเตสอาสมัยน้องจังเราไปแต่มีเพลียงมากคือทวีเล็กตักให้ทวีเพลย์ไอ้น้องคือโคตรตามน้องได้จังโจแต่ดอยจนเลยจังร้อยจนเลยติดบัวนู้คือยามปีวิเทนาการกรุบกรองสำรามการกรุบกรองสำรามมันบันล้อดอยพาวิบาจิจรันโดยบานเรียบรอบขังเลือเนื่องบรรดาประเทศอภิวัตน้องของพวกอภิวัตมาจำนวนเก็บบานโยจะตุกได้อย่างคลั่งตะเลวิธีซากับบรรทอยสำรามตีกรองนั่งวิธีซาตุกได้สำรามขนมกาเปียกคุณภาพปริทานแต่ยังตระมีวิเทนาการไว้คลาขนมกากรุบกรองสำรามจังนี่คือชื่อสำรามได้ตามตีซาเทียนจังยังมีวิเทนกาไอคลากรุบกรองสำรามหนังอ้อนังที่มวยนั่นคือดำไอกรุบกรองสำรามไอบ้านอ้อยังเต๋อเจ้าสำรามไอบ้านตรำเต๋อจังเจ้าสำรามไอบ้านตรำเต๋อคือเชี่ยกระตามมวยได้สำคัญแน่นะกายทัวบ้านได้คือคนแต่ย่อสมัยแต่ดักขนมทงสมัยไอบ้านตรำเต๋อตึกคือบ้านไหนตีปีนู้เตอดักทงสำรามตามที่ซาเทียนน่ะทงสำรามคือปัจจัยสำคัญการน่ะได้ยังมีทงสำรามยังไอดักสมัยในขนมนางบ้านอันมีสายพีคลันไอปาปอดเอาสกปรกมนุษย์ได้ในตามซาเทียนน่ะเกตโฟตนามันไหนจังการน่ะได้
ធុងសម្រាប់តាមដងផ្លូវឬមួយក៏ដាក់នៅកន្លែងណាមួយចឹងវាជួយដល់បរិស្ថានបានច្រើនដែរធ្វើឲ្យមនុស្សអាចចោលសម្រាប់នៅក្នុងនឹងបានអត់ចោលប្រប៉ាត់រប៉ាយនៅចិត្តតែចោលពីវាពេលកាលឯគឺចោលក្នុងធុងសម្រាប់នឹងហ្មងបញ្ចូលក្នុងកម្មវិធីសិក្សាពីគុណវិបត្តិនៃសម្រាមចឹងនៅសាលារៀនគឺជាកន្លែងបណ្ដុះបណ្ដាលចំណេះដឹងចឹងកាលណាលោកគ្រូអ្នកគ្រូគាត់និយាយរៀបរាប់បង្រៀនពីផលវិបាកគុណវិបត្តិនៃសម្រាប់នឹងធ្វើសិស្សនិស្សិតយកគំរូល្អដោយណែនាំដោយអ្នកគ្រូលោកគ្រូណែនាំអីគឺសិស្សនិស្សិតនឹងយកគំរូតាមគឺដោយដឹងពីផលវិបត្តិនៃសម្រាប់អញ្ចឹងសិស្សនិស្សិតគេឡើងហ៊ានចោលសម្រាប់ប្រេះផ្ដាយព្រោះវាប៉ះពាល់អញ្ចឹងគេនឹងចោលសម្រាប់ឲ្យបានត្រឹមត្រូវហើយរើសទីកន្លែងចោលសម្រាប់បានត្រឹមត្រូវនោះគឺកាលណាដែលឡើងសម្រាប់យកសម្រាប់ចេញពីគេហដ្ឋាននីមួយៗហើយគឺត្រូវតែចាក់នៅកន្លែងដែលត្រឹមត្រូវដើម្បីងាយស្រួលក្នុងការបំបត្តិអាសម្រាប់ទាំងអស់ហ្នឹងប្រើប្រាស់វិធីកែច្នៃសម្រាប់ឡើងវិញអញ្ចឹងសម្រាប់ដែលអាចកែច្នៃបានគឺគេយកទៅកែច្នៃឡើងវិញសម្រាប់សរីរាង្គគឺត្រូវបានគេយកទៅកែច្នៃធ្វើជាជីសម្រាប់ចំសត្វទៅពេលអំបែងត្រូវបានគេយកទៅធ្វើជាកែវអីចឹងផ្លាស្ទិកឬមួយក៏ដបអីចឹងធ្វើជាវត្ថុដែលអាចប្រើប្រាស់បានថែមទៀតចឹងត្រូវប្រើប្រាស់កាកសំណល់ឲ្យអស់លទ្ធភាពមុននឹងបោះចោលចឹងប្រជាជននីមួយគួរតែដឹងហើយថាកាលណាដែលយើងប្រើអីមួយចឹងមុននឹងបោះចោលយើងត្រូវប្រើឲ្យអស់លទ្ធភាពរបស់វាសិនបើសិនបើយើងចង់បោះចោលយើងត្រូវយកវាមកប្រើឡើងអស់ឡើងលែងឡើងអត់អាចប្រើវាបានទៀតណាយើងប្រើអស់លទ្ធភាពមុននឹងយើងបោះចោលទៅវាជាការចំណាញ់ហើយនឹងអត់សូវចោលសម្រាប់ច្រើននៅលើបរិស្ថាននេះចឹងវាអាចជួយឲ្យបរិស្ថានរបស់យើងស្អាតអញ្ចឹងបរិស្ថានស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នាយើងត្រូវរួបរวมគ្នាដើម្បីកាត់បន្ថយសម្រាមដោយការចោលសម្រាមឲ្យបានត្រឹមត្រូវអញ្ចឹងមេរៀនមួយនេះគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការស្ដាប់វីដេអូពន្យល់បកស្រាយមេរៀនរបស់នាងខ្ញុំ